ក្រសួងសុខាភិបាលវៀតណាមបង្ហាញទិន្នន័យថាការប្រើប្រាស់ថ្នាំជក់បានឆក់យកជីវិតប្រជាជនខ្លួនជាង100,000 នាក់ក្នុងមួយឆ្នាំខណៈថ្លៃចំណាយលើការថែទាំសុខភាពប្រចាំឆ្នាំនិងខាតបង់សេដ្ឋកិច្ចជាតិឈានដល់ប្រមាណ108 trillion ដុងស្មើនឹង 4.2 billion ដុល្លារអាមេរិកយោងតាម VN Express តួលេខដ៏គួរឲ្យភ្ញាក់ផ្អើលនេះត្រូវបានផ្សាយកាលពីថ្ងៃពុធកន្លងទៅនៅឯពិធីប្រគល់ពានរង្វាន់សន្តាគារគ្មានផ្សែងបារីឆ្នើមរបស់វៀតណាមដោយអ្នករៀបចំនៅទីក្រុងហាណូយបានប្រមូលមូលនិធិសម្រាប់បង្ការគ្រោះថ្នាក់ថ្នាំជក់ក្រោមក្រសួងសុខាភិបាលលោកផាន់ហេហៃនាយករងមូលនិធិបានសង្កត់ថាការខាត់បង់នេះបញ្ជាក់ពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនានារបស់ថ្នាំជក់គួរឲ្យដឹងដែរថាផ្សែងថ្នាំជក់នៅតែជាមូលហេតុចម្បងនៃជំងឺមហារីកសួតជំងឺសរសៃឈាមបេះដូងនិងគ្មានកូនវាផ្ទុកសារធាតុគីមីជាង 7,000 និងសារធាតុបង្កមហារីកយ៉ាងតិច70ផ្សេងទៀតប្រទេសវៀតណាមកាន់តែព្រួយបារម្ភខ្លាំងទៅអំពីកំណើននៃការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងចំណោមមនុស្សជំទង់លោកហៃបានសង្កត់ថាអ្នកជំងឺវ័យក្មេងរាប់រយនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការជក់បារីអេឡិចត្រូនិកច្រើនដែលធ្វើឲ្យពួកគេសន្លប់ជាពិសេសខូចសួតធ្ងន់ធ្ងរយោងតាមការស្ទង់មតិថ្នាំជក់សកលសម្រាប់មនុស្សពេញវ័យឆ្នាំ2024ការប៉ះពាល់នឹងផ្សែងបារីនៅក្នុងសន្តាគាររបស់វៀតណាមបានធ្លាក់ចុះ 14.6% បើធៀបនឹងឆ្នាំ2020